សួរថ្ងៃនេះខ្ញុំសូមមកធ្វើវីដេអូយល់ដឹងអំពីសត្វកណ្ដូបតើអ្នកដឹងអ្វីខ្លះពីសត្វកណ្ដូបតើកណ្ដូបមានអត្ថប្រយោជន៍ដល់មនុស្សដែរឬទេតោះមកយល់ដឹងជាមួយខ្ញុំទាំងអស់គ្នាកណ្ដូបគឺជាសត្វល្អិតដែលមានស្លាប2គូជើង3គូនិងភ្នែក1គូជាភ្នែកដែលបណ្ដុំដោយកែវភ្នែកជាច្រើនអ្វីដែលងាយស្រួលចំណាំវាគឺដោយសារវាមានជើងក្រោយ1គូដែលធំនិងវែងដែលវាប្រើសម្រាប់លោតវដ្តជីវិតរបស់វាគឺពងកូនញាស់ពេញវ័យដែលវាជាសត្វបម្រែបម្រួលរូបមិនពេញលេញហើយអាចមានអាយុរស់ប្រហែលបាន12ខែនៅពេលញីនិងឈ្មោះបានកាត់គ្នារួចញីនឹងហើរទៅរកស្លឹកឈើងាប់ងាប់ឬដីខ្សាច់ហើយពងកណ្ដុបឈ្មោលវាបញ្ចេញសំឡេងដើម្បីតាក់ទាញសត្វញីមកបន្តពូជការបញ្ចេញសំឡេងកើតឡើងដោយការកកិតរវាងជើងក្រោយនិងស្លាបរឹងខាងក្រោយជាទូទៅញីធំជាងឈ្មោលពួកវាជាសត្វល្អិតចង្រៃលើវិស័យកសិកម្មដោយសារវាជាសត្វស៊ីរុក្ខជាតិជាអាហារតែក្រៅពីគុណវិបត្តិវាក៏មានគុណសម្បត្តិជាច្រើនផងដែរវាដើរតួនាទីជាវត្ថុអាហារដល់សត្វមួយចំនួនដូចជាបក្សីថនិកសត្វល្មូនជាដើមជាប្រភពប្រូតេអ៊ីនដ៏សំខាន់សម្រាប់មនុស្សនិងជាមុខរបរផងដែរហើយសប្តាហ៍ថ្ងៃនេះផងដែរគឺបងប្អូនកសិកររបស់យើងគឺគាត់ចិញ្ចឹមកណ្ដូបនេះច្រើនមែនតើតែក៏មានកណ្ដូបនាំចូលផងដែរតែខ្ញុំគិតថាកណ្ដូបដែលនៅក្នុងស្រុកគឺល្អបំផុតយើងគួរតែលុបបំបាត់នៅកណ្ដូបដែលនាំចូលពីប្រទេសជិតខាងព្រោះយើងអត់បានដឹងតែគេដាក់មានគីមីឬក៏អត់ទេតែកណ្ដូបដែលយើងចិញ្ចឹមនៅក្នុងស្រុកគឺល្អខ្លាំងមែនទែនហើយអាចបំពេញតម្រូវការឲ្យបងប្អូននៅក្នុងស្រុកយើងបានមិនចាំបាច់យកកណ្ដូបពីប្រទេសជិតខាងមកនោះទេសូមអរគុណសម្រាប់ការទស្សនាសូមជួយ like និង subscribe ផងណាវីដេអូនេះផងដែរនេះខ្ញុំសូមចែករំលែកបទពិសោធន៍តិចតួចអំពីសត្វកណ្ដូបដែលឥឡូវនេះគឺជាអាហារមួយដែលពេញនិយមដែរហើយផ្ដល់ប្រូតេអ៊ីនជាអាហារដែលសុខភាពដល់ប្រជាជនយើងផងដែរកណ្ដូបនេះគឺស្អាតអត់ត្រូវជាមួយគឺដូចថាក្លិនក្អូកក្លិនឈួលក្លិនអីហ្នឹងគឺអត់អាចនៅចិត្តបានហើយគឺសត្វហ្នឹងគឺងាយនឹងរងគ្រោះខ្លាំងមែនតើ